ในขณะการចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកក្នុងទីក្រុងប៉េកាំងប្រទេសចិនសម្ដេចមហារដ្ឋាភិបាលទីកាធិបតីខុនសូដារីប្រធានរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានជួបពិភាក្សាការងារជាមួយលោកស្រីគ្រីស្ទីនអារ៉ាប់ប្រធានប្រចាំតំបន់របស់អង្គការសហប្រជាជាតិសម្រាប់ស្ត្រី UN Women សម្រាប់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកនៅរសៀលថ្ងៃទី12ខែតុលាឆ្នាំ2025នេះសម្ដេចប្រធានរដ្ឋាភិបាលបានវាតម្លៃខ្ពស់ចំពោះទូនាទីដ៏សំខាន់របស់ UN Women នៅកម្ពុជាក៏ដូចជានៅក្នុងតំបន់ដែលបានចូលរួមយ៉ាងសកម្មក្នុងបេសកកម្មជំរុញនិងលើកកម្ពស់សមភាព Gender និងការផ្ដល់អំណាចដល់ស្ត្រីនិងកុមារីហើយសម្រេចបានលទ្ធផលគួរជាទីមោទនៈសម្ដេចក៏បានអរគុណចំពោះការគាំទ្រនិងភាពជាដៃគូសហការដ៏ល្អជាមួយកម្ពុជាតាំងពីដើមរៀងមកនិងសង្ឃឹមថា UN Women នឹងបន្តចូលរួមជួយគាំទ្រដល់កម្ពុជាបន្ថែមទៀតដើម្បីលើកកម្ពស់សមភាព Gender និងការផ្ដល់សិទ្ធិអំណាចដល់ស្ត្រីនៅកម្ពុជាក្នុងរយៈពេល30ឆ្នាំមកនេះកម្ពុជាបានទទួលជោគជ័យយ៉ាងច្រើនក្នុងការអនុវត្តសេចក្តីប្រកាសនិងផែនការសកម្មភាពទីក្រុងប៉េកាំងដែលបានអនុម័តនៅទីក្រុងប៉េកាំងកាលពីឆ្នាំ1995លើកិច្ចការងារជំរុញនិងធានាសមភាព Gender ជាពិសេសក្នុងវិស័យអប់រំសង្គមសេដ្ឋកិច្ចសុខាភិបាលជាដើមសម្ដេចប្រធានរដ្ឋាភិបាលបានជម្រាបជូនលោកស្រីគ្រីស្ទីនអារ៉ាប់ថានៅកម្ពុជាស្ត្រីជាប្រភពធនធានដ៏សំខាន់នៃផលិតភាពនិងកំណើនសេដ្ឋកិច្ចស្ត្រីមានតួនាទីសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍជាតិទាំងក្នុងវិស័យផ្លូវការនិងក្រៅផ្លូវការសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងជាប្រធានព្រឹទ្ធសភាបានជំរុញបេសកកម្មក្នុងការធានាសមភាព Gender នៅកម្ពុជាដោយបានទទួលស្គាល់ថាស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គមជាតិហើយបានបញ្ចូលរបៀបវារៈដ៏សំខាន់នេះទៅក្នុងយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាលទាំង4ដំណាក់កាលសមិទ្ធផលទាំងនេះត្រូវបានបន្តអនុវត្តនិងលើកកម្ពស់បន្ថែមទៀតដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបច្ចុប្បន្នតាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1បានសង្កត់ធ្ងន់លើចក្ខុវិស័យការកសាងសង្គមដែលមានអរិយធម៌ប្រកបដោយសីលធម៌សមធម៌និងបរិយាបន្នដែលបញ្ជាក់ថាស្ត្រីគឺជាស្នូលនៃសង្គមជាតិដែលឡែកនៅរដ្ឋសភាវិញក្រៅពីការតាក់តែងច្បាប់ក្នុងការការពារនិងលើកកម្ពស់សមភាព Gender និងការលុបបំបាត់អំពើហិង្សានិងការរើសអើងប្រឆាំងស្ត្រីរដ្ឋសភាកម្ពុជាក៏បានបង្កើតក្រុមអ្នកនយោបាយស្ត្រីសមាជិកសភាកម្ពុជាដើម្បីប្រជាជននិងការអភិវឌ្ឍខាប់ឌីនិងយុទ្ធនាការ Girl to Leader ជាដើមដោយមានការគាំទ្រនិងសហការល្អពីអង្គការដៃគូក្នុងនោះរួមមាន UNFPA, AFPPD និង PCRC កម្មវិធីទាំងអស់នោះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់របៀបវារៈសមភាព Gender ការលើកកម្ពស់សិទ្ធិនិងការផ្ដល់ភាពអង្អាចដល់ស្ត្រីនិងក្មេងស្រីក្នុងការចូលរួមក្នុងនយោបាយនិងការធ្វើសេចក្តីសម្រេចចិត្តលោកស្រីគ្រីស្ទីនអារ៉ាប់បានកត់ត្រានិងវិតម្លៃខ្ពស់ចំពោះឆន្ទៈដ៏មោះមុតនិងលទ្ធផលសម្រេចបានជាក់ស្ដែងរបស់កម្ពុជានៅក្នុងការលើកកម្ពស់សមភាព Gender និងរបៀបវារៈស្ត្រីសន្តិភាពនិងសន្តិសុខ Women Peace and Security លោកស្រីបានគូបញ្ជាក់អ្វីដែលកម្ពុជាអនុវត្តនិងសម្រេចបានជាលទ្ធផលមកនេះបានក្លាយជាគំរូមួយសម្រាប់ពិភពលោកផងដែរលោកស្រីមានជំនឿយ៉ាងមុតមាំថាកម្ពុជានឹងបន្តឆន្ទៈមោះមុតនិងការបដិញ្ញាចិត្តដើម្បីឈានទៅសម្រេចបានការអនុវត្តសេចក្តីប្រកាសនិងផែនការសកម្មភាពទីក្រុងប៉េកាំង +30 Beijing Declaration and Platform of Action +30 ដែលផ្ដោតលើវិស័យជាអាទិភាពសម្ដៅដើម្បីជំរុញវឌ្ឍនភាពឈានទៅសម្រេចបានលើបញ្ហាជួយស្ត្រីចេញផុតពីភាពក្រីក្រការបង្កើនសម្លេងរបស់ស្ត្រីនិងការធានានូវសុវត្ថិភាពរបស់ស្ត្រីជាដើមក្នុងឱកាសនោះសម្ដេចប្រធានរដ្ឋាភិបាលបានជម្រាបជូនលោកស្រីគ្រីស្ទីនអារ៉ាប់អំពីចំនួននៃការឈ្លានពានមកលើអធិបតេយ្យភាពរបស់កម្ពុជាដោយបង្ខំឲ្យពលរដ្ឋកម្ពុជាជាច្រើនម៉ឺននាក់នៅតាមបណ្ដោយព្រំដែនរួមទាំងស្ត្រីនិងក្មេងស្រីជាពិសេសស្ត្រីមានផ្ទៃពោះត្រូវភៀសខ្លួនទៅកាន់តំបន់សុវត្ថិភាពដោយបោះបង់ចោលផ្ទះសម្បែងសាលារៀននិងកន្លែងប្រកបអាជីវកម្មរបស់ខ្លួនសម្ដេចរដ្ឋាភិបាលបានគូបញ្ជាក់ថាកម្ពុជាតែងតែប្រាថ្នាចង់រួមរស់នៅដោយសន្តិវិធីជាមួយប្រទេសជិតខាងជាមិត្តល្អហើយនៅតែបដិញ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រែក្លាយព្រំដែនទៅជាព្រំដែនមិត្តភាពសន្តិភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍកម្ពុជាគ្រប់យ៉ាងខ្ជាប់ខ្ជួននៅបទឈប់បាញ់ដោះស្រាយបញ្ហាដោយសន្តិវិធីគោរពធម្មនុញ្ញអាស៊ានធម្មនុញ្ញអង្គការសហប្រជាជាតិប្រកាន់ភាពអត់ធ្មត់ដើម្បីសុខសន្តិភាពសម្រាប់ប្រជាពលរដ្ឋទាំងសងខាងលោកស្រីគ្រីស្ទីនអារ៉ាប់បានស្ដាប់ដោយយកចិត្តទុកដាក់ពីការលើកឡើងរបស់សម្ដេចប្រធានរដ្ឋាភិបាលនិងបានគាំទ្រតម្លៃសន្តិភាពដោយអ្វីដែលសម្ដេចប្រធានរដ្ឋាភិបាលបានលើកឡើងលោកស្រីបានសង្កត់ធ្ងន់ថាមានសន្តិភាពគឺមានអ្វីៗទាំងអស់